ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើការ demo ទៅលើ project e-commerce មួយដែល front end ខ្ញុំប្រើទៅលើ React ហើយចំពោះ back end API ហ្នឹងខ្ញុំប្រើទៅលើ Laravel version 10ហើយចំពោះ database ខ្ញុំប្រើទៅលើ Postgres ហើយនេះគឺជា database របស់ខ្ញុំ Laravel e-commerce API អញ្ចឹងចំពោះ back end ខ្ញុំ focus ទៅលើ growth operator ហើយ database មានដូចជា car item នេះ car item ហ្នឹងយើងប្រើវាសម្រាប់ផ្ទុកទៅលើនៅពេលណាដែល user មួយគាត់ log in ចូលទៅក្នុង account គាត់អញ្ចឹងនៅពេលដែលគាត់ add to cart អញ្ចឹងទោះបីជាគាត់ log out ចេញអញ្ចឹងនៅពេលណាដែលគាត់ log in ចូលមកវិញអញ្ចឹងអា card ដែលគាត់ add ទាំងម៉ានហ្នឹងវា store នៅក្នុង email របស់គាត់ហើយចំពោះ category នេះគឺជា category របស់ product ហើយorder នេះគឺជាវា store ទៅលើ product ដែល customer ដែលគាត់បាន order ឬក៏ជាទិញហ្នឹងហើយ token នេះខ្ញុំអត់ប៉ះពាល់ទេហើយ personal access នេះគឺជា token នៅពេលណាដែល user យើងគាត់ login ចូលអញ្ចឹងទៅហើយ product image នេះខ្ញុំប្រើសម្រាប់ store ទៅលើរូបភាពរបស់ product ឬហើយវា store ទៅដូចជា image URL ហ្នឹងខ្ញុំប្រើ third party cloud binary អញ្ចឹងចំពោះរូបភាពទាំងអស់ហ្នឹងខ្ញុំ store នៅក្នុង cloud binary ហើយ URL image URL ឬក៏ public ID ហ្នឹងខ្ញុំ store នៅក្នុង database ហើយចំពោះ table នេះ table product អញ្ចឹង product ខ្ញុំទាំងអស់មានចំនួន15 product នេះ15 product total ហើយចំពោះ user នេះខ្ញុំ store តាំង customer តាំង admin ដែលមាន row ខុសគ្នា row នេះ user row admin អញ្ចឹងចំពោះ user ខ្ញុំមានតែ2 row ហ្នឹងទេ user ហ្នឹងសម្រាប់ដូចជា customer ហ្នឹងហើយ admin អ្នកគ្រប់គ្រងទៅលើតំណែងឬក៏ផ្នែក user ផ្សេងៗនៅក្នុង website ហ្នឹងអញ្ចឹងយើងចូលមក run លើ project របស់យើងអញ្ចឹងដំបូងយើង cd ចូលទៅក្នុង project backend ហើយយើង run php artisan serve អញ្ចឹងយើងកំពុងតែ run ទៅលើ API ហើយយើងចូលមកមួយទៀតយើង cd ចូលទៅក្នុង front end ហើយយើងវាយ npm run view អញ្ចឹង front end ហ្នឹងវាចាប់ API ចេញពី back end របស់យើងដើម្បី fetch យក user តំណែងឬក៏ token ផ្សេងៗអញ្ចឹងយើងចូលមកមើលសិនserver API យើងអត់ទាន់ដើរអញ្ចឹងបើយើងបើកទៅក៏វាអត់ទាន់មានអីអញ្ចឹងអានេះវា run ហើយយើង copy អាហ្នឹង copy link នេះយកមកបើកនៅក្នុងrồiខ្ញុំបើកទៅអញ្ចឹងដោយសារតែខ្ញុំនៅជាប់នេះទៅជាងយើង log out ចោលមកវា sign out អញ្ចឹង sign out ហើយអញ្ចឹងយើងចូលមក inspect មើលទៅលើអញ្ចឹងនៅពេលណាដែលខ្ញុំ sign out អញ្ចឹងវាអត់មានផ្ទុកទៅលើអីទេឥឡូវយើងចូលទៅមើលផ្នែក admin មុនចុះអញ្ចឹងយើង log in អញ្ចឹង email របស់ admin ខ្ញុំហើយ password 116អញ្ចឹងខ្ញុំ log in ចូលទៅអញ្ចឹងវារៀង slow តិចដោយសារវាត្រូវទៅ fetch API អញ្ចឹងអានេះគឺជាផ្ទាំង dashboard របស់ admin អញ្ចឹងខ្ញុំអត់បានអី
អីច្រើនទេបានតែ total user total product total order ដែល customer គាត់បាន order ហើយនេះគឺជា revenue ហើយនេះគឺជា category snapshot ចឹងទៅហើយនេះគឺជា recent order ដែលវាចាប់យកចុងក្រោយតំណែងចុងក្រោយ5នាក់ចុងក្រោយដែលបាន order ហ្នឹងហើយនេះគឺជាការmanageទៅលើ user អញ្ចឹងនៅពេលណាដែលខ្ញុំបង្កើតហើយយើងបង្កើតទៅលើ customer tool ចុះ HTML tool ចឹងទៅហើយ email 2ហើយ password 1 2 3 4 5 6ចឹងទៅហើយ image នេះយើងត្រូវតែរើសហើយខ្ញុំដាក់ image នេះចុះអញ្ចឹងយើងកំពុងតែបង្កើតទៅលើ user អញ្ចឹងរៀងយូរដោយសារតែវាត្រូវយក image ហ្នឹងយកទៅដាក់នៅលើ cloud អញ្ចឹងយើងបើកទៅមើល cloud របស់យើង cloud binary ចឹងទៅខ្ញុំ log in អញ្ចឹងខ្ញុំចូលមកក្នុង folder ខ្ញុំតនៅក្នុង Laravel UML API ហើយ image អញ្ចឹងអានេះគឺជា profile នេះគឺផ្ទុកទៅលើ profile របស់ admin អញ្ចឹងអានេះគឺជារូប image customer 2ដែលខ្ញុំបានបញ្ចូលមិញនេះគឺជា customer ចាស់4របស់ខ្ញុំហើយ folder នេះខ្ញុំសម្រាប់ផ្ទុកទៅលើ image របស់ product ទាំងអស់អញ្ចឹង product ខ្លះមានរូប2 product ខ្លះមានរូប1អញ្ចឹងទៅតាមយើងជាអ្នក add អញ្ចឹងចំពោះuser នេះគឺនៅពេលណាដែលយើងបង្កើតនៅកន្លែង dashboard ហ្នឹងឬក៏ register ហ្នឹងអញ្ចឹង user ហ្នឹងrole វា auto គឺ user យកមកឬក៏ customer ហ្នឹងអញ្ចឹងបើយើងចង់លើ customer ណាទៅឡើងទៅធ្វើជា admin យើងត្រូវទៅកែនៅក្នុង database ខ្លួនឯងហើយមួយទៀតបើយើង login ជា admin អញ្ចឹងយើងអាចលុបទៅលើ user ខ្លួនឯងបានយើងអាចលុបទៅលើ user ផ្សេងៗបានហើយក៏ដូចជា view ចឹងទៅអានេះគឺជា profile គាត់ ID ថ្ងៃដែលគាត់បង្កើតហើយនឹង email របស់គាត់ចឹងទៅយើង back to user list ហើយយើងចូលមកឆែកមើលក្នុង database ចឹង user នេះគឺជា customer 2ដែលយើងបានបង្កើតមិញ email email verify add យើងអានេះទេហើយ password នេះយើងនៅពេលណាដែលគេបញ្ចូលមកយើងត្រូវការ hash វាដោយសារតែយើងត្រូវការ keep privacy ឲ្យទៅ customer អញ្ចឹងយើងអត់អាចទៅមើលដឹងថាគាត់ដាក់ password ទេខ្លះហើយរកគាត់គឺ user អានេះ image URL របស់គាត់យកពីក្នុង cloud binary មកហើយនេះគឺ add update add អញ្ចឹងទៅហើយចំពោះ customer ហ្នឹងយើងអាច edit ពីគ្នាអញ្ចឹងបើសិនជាយើងចំពោះ password នេះបើសិនជាយើងអត់ដាក់ទេមានន័យថាយើងទុក password ចាស់នៅតារាឥឡូវខ្ញុំដាក់ទៅ customer 22 email 22ចឹងទៅហើយខ្ញុំដូរ profile ខ្ញុំ profile ខ្ញុំដាក់រូបនេះចុះអញ្ចឹងយើង update អញ្ចឹងវាត្រូវការពេលយូរអញ្ចឹងអានេះគឺជា token នេះនៅពេលណាដែលយើង login ម្ដងវានឹងបង្កើត token នឹងមួយអញ្ចឹង token ហ្នឹងវាមាន token របស់ admin មាន token របស់ user អញ្ចឹងសម្រាប់ token user គឺគាត់អាចប្រើទៅលើតែផ្នែក user តែបើសិនជា admin គាត់អាចប្រើទាំងផ្នែក user ទាំងផ្នែក admin បាននេះគឺជាព័ត៌មានរបស់ admin ហើយចំពោះ card នេះនៅពេលណាដែលគាត់ add to cart អញ្ចឹងទៅគឺវា store អា cart item ហ្នឹងនៅក្នុងហ្នឹងដូចគ្នាហើយយើងចូលមកមើល customer យើងអានេះគឺយើងបានដូរ profile customer ហើយនឹង email អញ្ចឹងទៅហើយយើងចូលមកក្នុង cloud binary យើងអញ្ចឹងយើងចូលមកមើលមកអញ្ចឹង
មិញវាមានរូបនេះពីឥឡូវវាអាប់ដេតមកដាក់រូបនេះវិញអញ្ចឹងមានន័យថានៅពេលណាដែលយើង edit ឬក៏ update ហ្នឹងរូបភាពចាស់ហ្នឹងវានឹងលុបចោលហើយវា store ទៅលើរូបភាពថ្មីវិញហើយយើងចូលមកមើលក្នុង database របស់យើងយើង refresh វាមកអញ្ចឹងឈ្មោះហ្នឹងឡើង customer 22ហើយcustomer email ហ្នឹងក៏ឡើងទៅ customer 22ហើយម៉េចនេះវា update ចាប់ទៅតាមរូបថ្មីដែលយើងទៅ add ចូលដូចគ្នាអញ្ចឹង user ដូចជាមានប៉ុណ្ណឹងហើយយើងអាចលុបបានដូចគ្នាយើង delete ទៅអញ្ចឹងដំបូងឥឡូវហ្នឹងយើងមាន5ជាមួយពេលយើងលុបហើយវានៅសល់តែ4ទេក្នុងអញ្ចឹងក្នុង database ក៏ដូចគ្នាបាត់មួយហើយអញ្ចឹងយើងមកមើល cloud វាត្រូវបានអារូបនេះដូចគ្នាអញ្ចឹងបាទហើយមានន័យថាអញ្ចឹងគ្រុឌយើងចំពោះ user គឺពេញហើយអានេះយើង filter យើងចង់បាន select មើលតែ admin ឬក៏ select ទៅលើ user អញ្ចឹងទៅហើយអញ្ចឹងយើងចូលមកដល់ product ម្ដងអញ្ចឹង product ឥឡូវខ្ញុំសូមបិទ token នេះចោលទៅអញ្ចឹងចំពោះ product full CRUD operator ដូចគ្នាហើយអានេះគឺជា product active inactive អញ្ចឹងនៅពេលណាដែលយើង product នឹងយើងអត់ចង់លក់ឬក៏មានបញ្ហាអីយើងអាច inactive វាអញ្ចឹងនៅពេលដែលយើង inactive customer គាត់មើលបានវាអត់ load ទៅខាង customer អានេះយើងអាច add product បានដូចគ្នាហើយខ្ញុំសាកបង្កើត product មួយចុះអញ្ចឹង iPad Pro អញ្ចឹងទៅហើយ Slack នេះគឺវាយកឈ្មោះនេះតូចទាំងអស់ហើយថែមនេះអញ្ចឹងទៅអញ្ចឹងចំពោះ category យើងអាចយកទៅលើ iPhone iPad ហើយ price នេះយើងអាចដាក់100អញ្ចឹងទៅហើយ stock យើងដាក់50ទៅអញ្ចឹង active អញ្ចឹងចំពោះរូបនេះយើងអាចដាក់ទៅយើងដាក់ test ហ្មងទៅដាក់រូប profile ហ្មងអញ្ចឹង test series អញ្ចឹងទៅmodel អញ្ចឹងយើង create ទៅលើ product អញ្ចឹង product យើងមិញ15ឥឡូវវាឡើងទៅលើដល់16អញ្ចឹងអានេះគឺជា product ថ្មីរបស់យើងឥឡូវយើងសាកចូលមកមើលអញ្ចឹងអានេះ profile នេះគឺវាអត់ពាក់ព័ន្ធទេយើងវាចូលក្នុង product អញ្ចឹងអានេះគឺជារូប product ដែលយើងបាន add ចូលមិញហ្នឹងយើងចូលមកក្នុង product យើងមកអញ្ចឹង product នេះវា total ឡើង16ហើយអានេះគឺជា iPad Pro ដែលយើងទៅ add ចូលមិញហ្នឹងអញ្ចឹងបន្ទាប់ពីយើង add ហើយយើងក៏អាចធ្វើការ edit បានដូចគ្នាអញ្ចឹងចំពោះ product នេះយើងអាចធ្វើការដាក់ image ចូលថែមអញ្ចឹង product មួយវាអាចមាន image លើសពី1វាអាចពី3ទៅតាមយើងអ្នកដាក់ហើយឥឡូវខ្ញុំសាកតេស្តទៅលើឥឡូវយើង add រូបចូលមួយទៀតហ្មងទៅហើយ stock យើងដាក់ឡើង80ហើយ price នេះយើងដាក់120អញ្ចឹងទៅ iPad Pro 2អញ្ចឹងទៅហើយយើង update អញ្ចឹង update នេះ iPad Pro វាឡើង2ឥឡូវយើងចូលមកមើលក្នុងនេះអញ្ចឹងក្នុងនេះវាត្រូវ add ថែម image ចូលមួយទៀតអញ្ចឹងនេះ2ហើយយើងក្នុង database របស់យើងiPad Pro យើង refresh មកអញ្ចឹង iPad Pro 2អញ្ចឹងទៅអញ្ចឹងក្នុង product image នេះអញ្ចឹង product ដែលយើង add មិញលេខរៀងវាលេខ19អញ្ចឹងយើងចូលមក product image មកអញ្ចឹងនេះproduct វា product image ហ្នឹងវា store ហើយវាមាន relationship ទៅក្នុងproduct អញ្ចឹង product នេះមួយវាអាចមាន image ច្រើនអញ្ចឹង image 2នេះគឺវាចាប់ឬក៏ relationship គ្នាប្រាប់ថាproduct 2ហ្នឹងវាសម្រាប់វា store ទៅឲ្យ product ដែលមាន ID លេខ19អញ្ចឹង product ID លេខ19យើងជា product ID ដែលយើងទៅ add មិញអញ្ចឹងបន្ទាប់ពី add ហើយយើងក៏អាចធ្វើការ delete បានដូចគ្នាឥឡូវយើងសាក inactive សិន
ចឹងយើងចូលមកកន្លែង edit នេះមកយើងធ្វើការ inactive ចឹងនៅពេលដែលយើង inactive ចឹង16ដដែល active 15ហើយនឹង inactive 1ឥឡូវយើងយើងចូលមក user យើងសិនហ្មងទៅចឹងខ្ញុំសូមបើកទៅលើ Chrome មួយទៀតអញ្ចឹងអានេះគឺជា account user ដែលខ្ញុំបានចូលមុនហ្នឹងឥឡូវយើងបាច់ login ទេដោយសារបើ login យើង login ចូលជា row user អញ្ចឹង account នេះប៊ុនហុងវិញនេះ row user គឺ admin user អញ្ចឹង iPad Pro 2 នេះយើង inactive អញ្ចឹងបើសិនជាយើងជា customer អញ្ចឹងខ្ញុំសាក search មើលហ្មងទៅiPad Pro 2 អញ្ចឹងវាអត់មានទេលេងសាក់ copy ឈ្មោះហ្មងទៅកុំឲ្យថាយើងទៅសេខុសអញ្ចឹង search ទៅវាអត់មាន matching product ទេប៉ុន្តែបើសិនជាឥឡូវយើងចូលឆែកមើល database យើងសិនអញ្ចឹងកន្លែង status វាយើង refresh មកអញ្ចឹងកន្លែង status នេះគឺវាដាក់ inactive អញ្ចឹងបើសិនជាវា inactive ក្នុងនេះគឺវាអត់ឃើញអញ្ចឹងយើងចូលមក active វាវិញអញ្ចឹងបើយើង active ហើយវាត្រូវបង្ហាញនៅក្នុង customer product ចឹងទៅឥឡូវយើង active ហើយអញ្ចឹង active មាន16ហើយ refresh វាអញ្ចឹង status active វិញហើយឥឡូវយើងចូលមក customer យើងអញ្ចឹងយើង refresh វាមួយមកអញ្ចឹងមិញយើងបាន copy ឈ្មោះឥឡូវខ្ញុំ paste ឈ្មោះហ្នឹងមកវិញអញ្ចឹងសារនេះវាចេញហើយ iPad Pro 2ឥឡូវយើងចូលមក product detail មើលវាទៅអញ្ចឹងនេះ image វាមាន2អញ្ចឹងហ្នឹងគឺជា product អញ្ចឹងយើងក៏អាចលុបទៅលើ product ហ្នឹងដូចគ្នាអញ្ចឹង product យើងបានលុបបានជោគជ័យហើយអញ្ចឹងយើងចូលមកមើលក្នុង database យើងអញ្ចឹងវាបាត់អា iPad Pro 2មិញបាត់ហើយចំពោះ image វាត្រូវតែបាត់ដូចគ្នាដោយសារតែយើងលុប product យើងអញ្ចឹងយើងត្រូវលុបតាំង image ទៀតអញ្ចឹងចំពោះនេះគឺវាបាត់ដូចគ្នាអញ្ចឹង not found back to shop ទៅយើងមើល product ហើយយើង full code operator ហើយយើងចូលមកក្នុង category ម្ដងអញ្ចឹង category នេះវាគឺដំបូងបើសិនជាយើងចង់ add product យើងត្រូវ add category នេះមុនដោយសារតែ category ហ្នឹងវាមាន product ច្រើនអញ្ចឹងយើងអាចបង្កើត product ហើយបានបង្កើត category អញ្ចឹងត្រូវមាន category មួយសម្រាប់ផ្ទុក product ហើយបានយើង add product ហ្នឹងចូលទៅក្នុង category ហ្នឹងតាមក្រោយអញ្ចឹង category នេះយើងអាច add ថ្មីចូលដូចគ្នាខ្ញុំដាក់ Samsung ចឹងទៅ description an Android ចឹងទៅហើយយើងដាក់Samsung ណាចឹងមកទៅអញ្ចឹងវាអត់ទាន់មាន product អីទេឥឡូវយើងសាកចូលមក edit អញ្ចឹងខ្ញុំយកអា 17e នេះ edit category វាទៅជា Samsung ចឹងទៅអញ្ចឹងយើងធ្វើការ update អញ្ចឹងយើងចូលមកមើលក្នុង database យើងសិនទៅអញ្ចឹង categories អញ្ចឹងនេះSamsung យើងតាម add មិញហ្នឹងហើយអញ្ចឹងមិញយើងយក iPhone មិញមកដាក់ក្នុង Samsung នេះឥឡូវវាឡើងមួយដូចគ្នាហើយបើសិនយើងចង់ edit អញ្ចឹងយើងទៅសេឈ្មោះថ្មីទៅហើយយើងចុច update ទៅវានឹងធ្វើការ edit ហើយនេះ order អញ្ចឹង order នេះគឺជាការ order របស់ភ្ញៀវដែលគាត់បាន order អញ្ចឹងបើសិនជាវា load ចេះមានន័យថាគាត់ order លើសពី2វាលើសពី2វានឹងដាក់អញ្ចឹងយើងអាច click លើដើម្បីមើលទៅលើ detail បានហើយយើងអាចសេរី status ថា page pending នឹងកំពុងតែដឹក
នេះចឹងទៅគឺគាត់តន់ pay ទេឬក៏គាត់ចាំ pay cash on delivery ចឹងទៅ pay នេះមានគាត់បង់ហើយ ship នេះបានដឹកមកដល់ complete នេះមានន័យថាគាត់បានបង់លុយហើយយើងដឹកទៅឲ្យគាត់ជោគជ័យហើយ cancel នេះគឺគាត់ជាអ្នក cancel ចោលហើយនេះគឺឈ្មោះcustomer ហើយនេះគឺជា email របស់គាត់ហើយនេះគឺជា product ចឹងតើនេះ total ហើយ admin ក៏គាត់អាច view ជា store បានដូចគ្នាឬគាត់អាចមើលធ្វើដូចជា user ធម្មតាបានដូចគ្នាហើយឥឡូវយើងចូលមកក្នុង admin dashboard វិញទៅចឹងដូចជាប៉ុណ្ណឹងនេះ all status យើង fix តាម status ចឹងទៅនេះយើងចង់បាន pending អញ្ចឹងទៅហើយ admin ក៏គាត់អាច view ទៅលើ profile ចឹងនេះគឺជា profile របស់គាត់យើងចុចចេញមកវិញមកទៅចឹង admin មានប៉ុណ្ណឹងឥឡូវយើងចូលទៅកាន់ user page ម្ដងសូម refresh មួយចឹងចូលមកយើងចូលមកដល់ home page អញ្ចឹងទៅចឹងរៀង slow ដោយសារវាត្រូវការ fix ពី API ហើយវាទៅយកចេញពី cloud binary មួយទៀតចឹងវារៀងយូរចឹងនេះគឺជា home page របស់យើងចូលមកក្នុង product ចឹង product នេះវាបង្ហាញ product ទាំងអស់ចឹងអានេះគឺវា set ទៅតាម price ចឹងមានន័យថាឥឡូវហ្នឹង max price ហ្នឹងយើងយកទៅពី0ទៅ1000ឥឡូវបើយើងចុចពេញមកមានន័យថាពីតម្លៃពី0ទៅដល់2000ហើយ default setting នេះយើងយកពីតម្លៃខ្ពស់បំផុតទៅតិចបំផុតចឹងតើហើយអានេះគឺយើងក៏អាច search ដែរអញ្ចឹងអានេះខ្ញុំ search iMac ចឹងទៅអញ្ចឹងវាចេញមកឥឡូវយើងធ្វើការview detail អញ្ចឹង product នេះវាមានតែមួយទេហើយនៅខាងក្រោមនេះគឺជា product ទាំងអស់ដែលវាស្ថិតនៅក្នុង category តែមួយអញ្ចឹងវាបង្ហាញនៅហ្នឹងចឹងទៅយើងអាចចុចទៅមើល product ហ្នឹងអញ្ចឹង product ហ្នឹងពេលចុចចូលទៅមើលចឹងទៅវាដូចគ្នាយើងអាច add ទៅខាតនៅកន្លែងហ្នឹងអានេះគឺជា stock នៅក្នុងនឹងយើងបញ្ជាក់ថា stock ហ្នឹងវានៅសល់ប៉ុន្មានទៀតចឹងទៅហើយនេះគឺជា product ក្នុង category តែមួយឥឡូវយើង back to shop ទៅឥឡូវខ្ញុំធ្វើការ order ទៅលើអញ្ចឹងយើងសាកចូលមក check មើលសិនហើយយើងដាក់ max ខ្ញុំទៅរកមើលproduct ណាដែលមាន image 2ម្ដងអញ្ចឹងដូចជា iPad Pro នេះអញ្ចឹង iPad Pro នេះដូចជាវាមាន product លើសពី2លើសពី1អញ្ចឹងទៅយើងអាចចុចមើលអញ្ចឹងបានហើយយើងចេញមកវិញឥឡូវយើងធ្វើការ add to cart ម្ដងយើងយកនេះ1 2 3អញ្ចឹងទៅអញ្ចឹងវាត្រូវបង្ហាញ3ដូចគ្នាតែដោយសារវារៀងយឺតហើយយើងអាចចូលមក inspect មើលបានអញ្ចឹងអានេះគឺជា token ដែលពេលណាដែលពេលដែលខ្ញុំ login ហ្នឹងវាបង្កើត token ឲ្យមួយហើយអានេះគឺជាទិន្នន័យរបស់ user ហើយអានេះគឺជា card នេះមិញខ្ញុំ add 3 product អញ្ចឹងទៅវាធ្វើការ store ទៅលើ3 object ដូចគ្នាហើយអានេះគឺជា about us ហើយ contact us អញ្ចឹងទៅអានេះសារតែខ្ញុំអត់បានធ្វើអាហ្នឹងទេអញ្ចឹងវាមានតែ UI អញ្ចឹងពេលណាដែលយើង add product 1 2 ដងអញ្ចឹងទៅអញ្ចឹងរៀង slow អញ្ចឹងបើនេះវាឡើង3 4ក្រោយក៏នេះវានៅទៅ3ដែរអញ្ចឹងអាកន្លែងលេខនេះគឺវាចាប់ទៅលើតម្លៃចាប់ទៅលើប្រភេទ product អញ្ចឹងវាមាន3 product ផ្សេងគ្នាវាឡើង3វាមាន4 product ផ្សេងគ្នាវាឡើង4អញ្ចឹងទៅ
ចឹងយើងអាច clear card នឹងទាំងអស់ក៏បានដែរពេលដែលយើងចុច clear ទៅបើសិនខ្ញុំចុច yes ទៅវា clear ទាំងអស់ហ្នឹងចឹងតើយើងត្រូវការតែ add ថាថ្មីហើយនេះបើយើងចង់លុបមួយចឹងខ្ញុំលុបទៅវាបាត់ហើយឥឡូវយើង clear card ចោលមកទៅសិនជា clear វាបាត់ទាំងអស់ហើយយើងចូលមកបណ្ដឹងយើងសាក add ថាថ្មីទៅហើយនៅពេលណាដែលយើង clear ចឹងអញ្ចឹងតន័យ card token ហ្នឹងក៏វាបាត់ដូចគ្នាដែរឥឡូវយើង add ម្ដងទៀតចុះអញ្ចឹង card ហ្នឹងវាមកវិញហើយអញ្ចឹងនៅក្នុង database នៅពេលណាដែលយើង add to card អញ្ចឹង card item ហ្នឹងវាត្រូវមានដូចគ្នាអញ្ចឹងអានេះគឺជា product ID product ដែលយើង add ហ្នឹងវា ID លេខម៉ានអញ្ចឹងវា store ហើយនេះ quantity យើង add ចំនួនប៉ុន្មានហើយអានេះ user អញ្ចឹង user មកខ្ញុំប្រើ user តែមួយទេប៉ុន្តែ add ពី product អញ្ចឹងទៅ product ពីរហ្នឹងវាមាន user តែមួយអញ្ចឹងទៅហើយនៅពេលដែលខ្ញុំ clear អញ្ចឹងវាត្រូវ database ហ្នឹងវាត្រូវបាត់ដូចគ្នាឥឡូវយើងធ្វើការ process to check out អញ្ចឹងនៅពេល process to check out ដំបូងវាឲ្យយើង review យើងមើលទៅ product យើងមានតែប៉ុណ្្នឹងហើយនេះគឺជា order summarize តម្លៃអញ្ចឹងទៅហើយយើងចូលមក add 2អញ្ចឹងទៅអញ្ចឹងអានេះ2ហើយអានេះគឺជា sub total អញ្ចឹងយើងអានេះយើងចូលដល់ delivery របស់ payment ហ្នឹងនេះគឺជា full name យើងអាចកែដូចគ្នាថាប៊ុនហុង2ជាអ្នកនេះចឹងទៅហើយ phone number យើងអាចដាក់អីក៏បានដែរឲ្យតែលេខហើយ address យើងដាក់ភ្នំពេញចឹងទៅចឹងអានេះយើងអាចរើស2យើងអាច cash on delivery ក៏បានឬក៏ bank transfer ក៏បានចឹងអានេះគឺជា product យើង order summarize ហ្នឹងចឹងនៅពេលណាដែលយើងចុច continue វាចូលទៅដល់ទី3 step 3ហ្នឹង confirm អញ្ចឹងអានេះយើងអាច review ម្ដងទៀតនេះគឺជាឈ្មោះemail អ្នកទិញ phone number address ហើយនឹង payment method យើង pay តាមណាយើង pay តាម bank transfer ឬក៏ pay cash on delivery មានន័យថាដឹកទៅដល់ឲ្យលុយទៅ delivery អញ្ចឹងតែអញ្ចឹងនេះគឺជា order summarize item របស់យើងហ្នឹងអញ្ចឹងនៅពេលណាដែលយើងចុច place order អញ្ចឹងសារនេះទៅពេលយើងចុចទៅវាទៅហើយអញ្ចឹងអានេះ order ID លេខ9អញ្ចឹងវាបើយើងអត់ចេះទេវា direct មក page product វិញអញ្ចឹងទៅអញ្ចឹងយើងចូលមកមើលក្នុង admin អញ្ចឹង admin នេះវាត្រូវឡើង order លេខ9ហ្នឹងអានេះគឺជាបន្ថែម2អ្នកទិញមិញយើងចូលមក order មកអញ្ចឹងអានេះគឺជាដែលយើងទិញមិញហ្នឹងម៉ោង10 12ហ្នឹងហើយបន្ថែម2អ្នកទិញ email យើងចូល click លើវាទៅដើម្បីមើល detail មកតង់ទៀតអញ្ចឹងអានេះ update status យើងអាចដាក់ឥឡូវ complete ចឹងមកទៅអានេះគឺជាឈ្មោះ email អ្នកទិញអានេះ item ទិញ2ហើយនេះ quantity 2ហើយចូលមើលក្នុង database order នេះអញ្ចឹងនេះគាត់នេះអ្នកទិញ email total price status មកខ្ញុំដូរដាក់ complete ហ្នឹងហើយអានេះគឺជា item ដែលគាត់បានទិញហើយអានេះគឺជាថ្ងៃចឹងទៅអានេះ method bank transfer អញ្ចឹងនៅពេលនេះហើយគឺយើងវា store ក្នុងហ្នឹងជាងទៅហើយចំពោះ customer គឺយើងអាច check មើលទៅលើ profile ដូចគ្នាអញ្ចឹង password នេះបើសិនជាយើងទៅទុកចោលអញ្ចឹងមានន័យថាយើងអត់ដូរអញ្ចឹងទៅហើយនេះយើងអាចដូរ profile ដាក់ profile ថ្មីអញ្ចឹងតែយើងចុច share មកក៏វានឹង update ដែរឥឡូវ profile យើងបន្ថែមខ្ញុំនេះដាក់ profile អញ្ចឹងឥឡូវខ្ញុំនឹងដូរ profile យើង update ហ្នឹងទៅបន្ថងហេយើងទៅហើយឥឡូវយើងចូលមករើសរូបអញ្ចឹងខ្ញុំសុំរើសទៅលើរូបប្រដាប់ផងទៅកុំឲ្យវានេះជន់គ្នាដាក់រូបនាឡិកាធ្វើ profile ទៅជឿនៅពេលដែលយើង self change អញ្ចឹងវា
ធ្វើការពេលបន្តិចដើម្បីទៅ update ចឹង success ហើយចឹងវាដូរហើយ profile យើងនេះហើយយើងចង់មើលជាក់ម្ដងទៀតយើងចូលមកក្នុងCloud Dictionary យើងចូលមកក្នុង profile ចឹងនេះជា profile មិញដែលយើងទិនតដូរហ្នឹងរូបនាឡិកាហ្នឹងវារៀង slow បន្តិចនេះគឺជារូបនាឡិកាមិញហ្នឹងចឹងយើងចូលមកមើល user យើងនេះបន្ហេងមិញមានដាក់បន្ហេងហងចឹងទៅវាត្រូវចេញបន្ហេងហងឲ្យចឹងណែទៅហើយនៅពេលណាដែលគេ log out ឥឡូវយើងចូលមកមើល token យើងអញ្ចឹងបើសិនជាខ្ញុំគ្រាន់តែបិទអីចឹងទៅអញ្ចឹងtoken ហ្នឹងដូចជាវាអត់មានទេអញ្ចឹងបើសិនជាខ្ញុំចូលមកវិញមានតែ123ដុល្លារទេអញ្ចឹងមានន័យថាវាប្រើ token ចាស់អញ្ចឹង token ចាស់ហ្នឹងរហូតបើសិនជាយើង log out បានវាមានន័យថាវាទៅ delete token ចាស់ហ្នឹងហើយវាប្រើ token ថ្មីចូលអញ្ចឹង token ហ្នឹងខ្ញុំអាចបាន expire ទេអញ្ចឹងមានន័យថាបើគេអត់ log out ទេគេអាចចូលមក direct ចូលមកក្នុង website ហ្នឹងបាច់ log in រហូតយកមកឥឡូវយើង password 223ចឹងទៅ456ចេញធ្វើការ log in ចូលនេះបន្ហេងហងអញ្ចឹង token វាត្រូវ update មិញ123មានន័យថាវារៀងចាស់ហើយខ្ញុំធ្វើការតេស្តមួយដងឥឡូវយើងចូលមកវា token ថ្មីគឺ127អញ្ចឹងយើងអាចចូលមកឆែកមើលក្នុង database របស់យើងpersonal access token ហ្នឹងវាឡើងដល់127ដែរចឹង token ចឹងវាត្រូវ personal នេះវាត្រូវមាន token នៅក្នុងនេះគឺជា token ហ្នឹងវាមានច្រើនទៀតចឹងទៅវាអត់ប្រហែលបានអស់ទេអញ្ចឹងដូចជាបច្ចេកហ្នឹងមានតែប៉ុណ្្នឹងទេអញ្ចឹងអរគុណនឹងជំរាបលាលោកគ្រូ